តបងប្អូនខ្លះមិនចង់ឲ្យគេ add friend មកញ៉ៃញ៉ៃដែលមិនដែលស្គាល់យើងសោះក៏ add friend មកទាំងយើងមិនដែលស្គាល់ពេលខ្លះទៅ add មក lock profile ទៀតអញ្ចឹងយើងអាចចូលកំណត់បានថាមិនមែនចេះតែរាល់គ្នាអាច add friend មកយើងបានទេណាយើងអាចចូលបិទបានតោះយើងចូល Facebook យើងមកអូខេចូល Facebook យើងហើយយើងចូល profile យើងមកចូល profile យើងហើយយើងចូលសញ្ញា setting នៅផ្នែកខាងលើនៅខាងស្ដាំដៃណាអូខេបន្ទាប់ពីយើងចូលមកដល់នេះហើយយើងរកមើលពាក្យថា how people can find and contact you រកមើលមក how people can find and contact you នេះ how people find and contact you អូខេយើងចុចមកបន្ទាប់ពីយើងចូលនឹងហើយយើងរកមើលពាក្យមួយទៀតថា who can send you friend request អូខេបងប្អូនចុចមកបន្ទាប់ពីបងប្អូនចុចហើយនេះរបស់ខ្ញុំអញ្ចឹងគឺក៏ខ្ញុំដាក់ everyone គឺខ្ញុំដាក់ everyone កាលណាបើយើងយក friend of friend នេះមានន័យថាតលតែ friend នៃ friend យើងទើបអាច add មកយើងបានអញ្ចឹងបើមិនមែនជា friend ក្នុង friend យើងទេអត់អាច add មកយើងបានទេអូខេអញ្ចឹងស្អីបងប្អូនបើបងប្អូនចង់ឲ្យគេ add គ្រប់គ្នាបងប្អូនយកលើប៉ុន្តែបើបងប្អូនជំរឿសថាតលតែ friend នៃ friend នេះទើបអាច add មកយើងបានណាអូខេមានតែប៉ុណ្្នឹងបងប្អូន